ตาปุกมาบองโอนสกอลดามเชิญมาประเภทนี้เต้บ่าหอยแมนแตนตื้อดามเชิญนี่เมียนประสิทธิภาพปุ๊นักนองกายกประทุยเจ็ดน้ำสำหรับจุ่มนุยกรอบเชียมนะจุ่มนุยกรอบเชียมบ่าอย่าเราขมิ้นเอามือเฉินนะไอตัวหน้าโอ้นั้นดาวหอยเก๋มุ้งý khơi mà rốt múng ba đấy miền khơi chứ à đâu nè ngày gì vậy chân một đông đi miền đấy nhà lão đào hồ mất khai lô miền phèo pu nè chân của phong thôi tổ đào đúng đấy nhưng mình buôn phèm nè ấy à nó không miền tầm bong à nó miền tầm bắt cứt bà số đây cũng mà bọn ôn ở ní mình công phong ta mở đào đi đào xử lý nè khoảng khăm hòn hay hòn nè công phong ta mở đào xử lý mình nâng thầy mà đó ní công viên đào xử lý đây nè chân tết ngày đi mò ngày bên tên bị kìa ở những bàn mò rồi chỉ mỗi đào chơi mà chẳng muốn đàn màu hàng thum sọc dương ngọt miên chẳng chlong khaได้ไงนี่ chlong kha ឆ្ងាយមែនតើដីចូលចិត្ត100គីឡូណាអញ្ចឹងទីមកមើលឃើញមានសលីផ្លែមានទុំទៀតមិញនោះណាហើយដើមឈើអត់ផ្លែកមែនទេបើសិនជាយើងមើលមកកន្លែងទៅប៉ុន្តែវាអាចមានចំនួនផ្លែកអូនេះដើមបញ្ញាក្អែកនេះដូចជាដើមតបែកព្រៃពុកម៉ែបងប្អូនណានោះបញ្ញាក្អែកហ្នឹងគឺមានបញ្ញាក្អែកមួយណាដើមតបែកព្រៃការពិតទៅយើងក៏มันជាកម្រអីទេតបែកព្រៃហ្នឹងប៉ុន្តែមិញហ្នឹងមកមើលដើមសាលីហើយក៏ឃើញបញ្ញាក្អែកដើមតបែកព្រៃមួយដែរណាអញ្ចឹងយើងក៏មករកជាមួយនឹងដើមមកប្រភេទនៅកន្លែងនេះហើយបងគាត់ឃើញមានណាហើយដើមហ្នឹងតាក់ទងជាមួយដើមភ្នំភ្នែងបាទភ្នំភ្នែងអញ្ចឹងទេយើងមករកដើមភ្នំភ្នែងមិនឃើញមានបញ្ញាក្អែករបស់ដើមតបែកព្រៃបាទដើមតបែកព្រៃណានៅទីនេះមានតផ្លោកធំគួរសមដែរជាមួយតបែកព្រៃណានេះតបែកព្រៃនេះអត់ខុសពីនៅស្រុកយើងទេប៉ុន្តែអ្វីដែលយើងខុសនេះយើងកំពុងតែរកនេះបាទគឺដើមនេះឯងណាដូចពុកម៉ែបងប្អូនបានឃើញស្លឹកបានឃើញផ្លែវាអញ្ចឹងណាហើយពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះតើពុកម៉ែបងប្អូនស្គាល់ដើមឈើមួយប្រភេទនេះទេបាទហើយមែនតើទៅដើមឈើនេះមានប្រសិទ្ធភាពខ្ពស់នៅក្នុងការយកទៅធ្វើជាថ្នាំសម្រាប់ជំនួយគ្រាប់ឈាមណាជំនួយគ្រាប់ឈាមបាទឥឡូវយើងទស្សនាជាមួយនឹងស្លឹកទស្សនាជាមួយផ្លែវាបន្តិចសិនទៅណាហើយបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមនេះណាអញ្ចឹងពុកម៉ែបងប្អូនបានឃើញនេះបាទហើយផ្លែវាគឺរូបរាងបែបហ្នឹងឯងណាគឺរូបរាងបែបហ្នឹងឯងឥឡូវយើងឃើញផ្លែហើយអញ្ចឹងខ្ញុំមិនបាច់ពោរនីអីទៀតទេណាវាដុះវាផ្លែជាកញ្ញុំអញ្ចឹងនេះឃើញទេកញ្ញុំអញ្ចឹងហើយរូបរាងរបស់វាគឺបែបហ្នឹងឯងណាពីអញ្ចឹងណាហើយបើនិយាយពីស្លឹករបស់វាវិញនេះពុកម៉ែបងប្អូនស្លឹករបស់វាមែនតើបើយើងមើលមកកលេចទៅស្តៀងនឹងដើមតាគៀបក្តាមដែរណាស្លឹកនេះបាទហើយវាដុះឆ្លាស់គ្នាទេនេះយើងឃើញដុះឆ្លាស់គ្នាហើយរូបរាងស្លឹករបស់វាគឺអញ្ចឹងឯងហើយពុកម៉ែបងប្អូនមើលដោយខ្លួនឯងទៅណាប៉ុន្តែតាមខ្ញុំមើលនៅជាក់ស្ដែងនៅកន្លែងនេះដើមនេះគឺស្លឹកវាដូចជាដើមដង្កៀបក្តាមហើយផ្លែវាគឺបែបហ្នឹងឯងណាហើយដើមហ្នឹងគឺដើមភ្នំភ្នែងបាទដើមភ្នំភ្នែងហើយអ្នកខ្លះគេហៅថាដើមគុំភ្លៀងប៉ុន្តែយើងច្រើនតែនិយាយថាដើមភ្នំភ្នែងហ្នឹងហើយពុកម៉ែបងប្អូនណាហើយដើមនេះមែនតើទៅវាជាប្រភេទចលព្រឹកទេវាជាប្រភេទចលព្រឹកហើយកម្ពស់វាហ្នឹងវាអាចពី1ម៉ែត្រជាងអីដែរណាដើមជាមួយដើមភ្នំភ្នែងនេះហើយថតនេះគឺនៅក្បែរផ្លូវជាតិផងណាហើយមានសម្លេងបន្ទោសម្លេងឡានអីបើអញ្ចឹងហើយណាអញ្ចឹងវាអាចកម្ពស់ពី1ម៉ែត្រដល់3ម៉ែត្រឬក៏4ម៉ែត្រ5ម៉ែត្រអីដែរទៅតាមតំបន់ព្រៃដែលវាដុះលាស់ណាអញ្ចឹងតើតងជាមួយដើមភ្នំភ្នែងនេះយើងឃើញថាយើងក៏អាចយកវាទៅប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបានដែរពុកម៉ែបងប្អូនណាអញ្ចឹងទេយើងឃើញថាផ្នែកដែលយកទៅប្រើប្រាស់យើងឃើញមានសបកដើមបាទសបកដើមរបស់វាណាបាទពុកម៉ែបងប្អូននៅខាងក្នុងសបកដើមរបស់វាហើយសបកដើមនេះមែនតើទៅយើងអាចយកទៅប្រើជាថ្នាំបានហើយទី2តកតងជាមួយផ្លែបាទបងប្អូនណាផ្លែដែលពុកម៉ែបងប្អូនបានឃើញវិញដុះវាផ្លែជាកញ្ចុំជាប់គ្នាហ្នឹងក៏យើងអាចយកទៅប្រើជាថ្នាំសម្រាប់ព្យាបាលបានដែរអញ្ចឹងទី1ខ្ញុំបង្ហាញតកតងសបកបាទសបកហ្នឹងគឺព្យាបាលជំងឺរាគមូលបាទបាទហើយទី2គឺផ្លែវាហ្នឹងគឺស្ងោរសម្រាប់លាងរបួសបាទផ្លែដែលពុកម៉ែបងប្អូនបានឃើញបាញ់មិញហ្នឹងណា
ទី3គឺដើមបាទដើមហ្នឹងគឺយើងអាចយកទៅធ្វើជាថ្នាំសម្រាប់បង្កើនគ្រាប់ឈាមដូចខ្ញុំបានបង្ហាញដើមអញ្ចឹងគឺយើងអាចយកវាទៅធ្វើជាថ្នាំសម្រាប់បង្កើនគ្រាប់ឈាមហើយក៏ជំនួយសុខភាពស្ត្រីក្រោយពេលសម្រាលកូនដែរណាក្រោយពេលសម្រាលកូនដែរហើយមួយទៀតគឺតកតងជាមួយនឹងបាទផ្សះបោសណាបាទហើយនឹងជំងឺសើស្បែកដែលមានខ្ទុះបាទដែលមានខ្ទុះយើងអាចយកដើមវានេះយកទៅដាំទឹកផឹកបាទហើយកម្រិតនៃការប្រើប្រាស់យើងឃើញថាយើងអាចយកទៅប្រើតាពី20ទៅ30ក្រាមទេសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃអញ្ចឹងខ្ញុំជម្រាបជូនលម្អិតឡើងវិញបន្តិចសម្បកយើងព្យាបាលរាគមូលហើយផ្លែគឺសម្រាប់លាងរបួសហើយដើមរបស់វាគឺសម្រាប់បង្កើនគ្រាប់ឈាមហើយនឹងជំនួយសុខភាពស្ត្រីក្រោយពេលឆ្លងទន្លេក៏ដូចជាផ្សះបោសហើយនឹងជំងឺសើស្បែកដែលមានខ្ទុះបាទកម្រិតប្រើប្រាស់គឺយើងប្រើពី20ទៅ30ក្រាមយើងដាំទឹកផឹកក្នុងមួយថ្ងៃទៅបាទហ្នឹងឪពុកម៉ែបងប្អូនបានដឹងលម្អិតពីស្ដារតកតងជាមួយអត្ថប្រយោជន៍របស់ដើមភ្នំភ្នែងឬក៏ដើមគុំភ្លៀងដែលយើងបានបង្ហាញតាំងពីសបកដើមតាំងពីដើមហើយតាំងពីផ្លែរបស់ដើមភ្នំភ្នែងនេះមែនតើទៅផ្លែរបស់វានេះយើងមើលទៅនៅពេលចាស់អញ្ចឹងចម្លែកដែរណាដោះផ្លែជាកញ្ចុំអញ្ចឹងឥឡូវនេះយើងមកសាកតិចមើលសាកជាមួយនឹងផ្លែនឹងតិចមើលតិចតែជូរដែរប៉ុន្តែมันជូរដល់ថ្នាក់7ទេណាมันជូរដល់ថ្នាក់7ទេគឺជូរអាចថាយើងល្មមញ៉ាំបានជូរល្មមមាននៅតំបន់ខ្លះគេយកផ្លែនេះទៅញ៉ាំដូចខ្ញុំញ៉ាំមិញអញ្ចឹងប៉ុន្តែគេបុកអំបិលចុចជាមួយអំបិលទៅអំបិលហិលជាមួយម្ទេសទៅណាគឺយើងយកផ្លែហ្នឹងទៅចុចជាមួយអំបិលម្ទេសទៅគឺអាចញ៉ាំបានណាដោយសាររសជាតិវាជូរឲ្យជ្រះវាមិនជូរខ្លាំងទេទី2តកតងជាមួយនឹងផ្លែនេះដែរក៏យើងអាចយកទៅធ្វើជាស្លណាពេលស្លត្រូវការម្ជូរយើងស្លម្ជូរបានផ្លែភ្នំភ្នែងនេះណាហើយជូរជូរឆ្ងាញ់ណាភ្នំភ្នែងនេះអញ្ចឹងតំបន់ខ្លះគេញ៉ាំផ្លែភ្នំភ្នែងហ្នឹងណាហើយចុចជាមួយអំបិលម្ទេសទៅហើយក៏អាចយកទៅស្លម្ជូរបានដែរណាអញ្ចឹងទេតកតងជាមួយនឹងវីដេអូខ្ញុំនៅពេលនេះបាទតែខ្ញុំបានបង្ហាញពុកម៉ែបងប្អូនជាមួយនឹងដើមភ្នំភ្នែងដែលយើងអាចប្រើជាឱសថបានហើយយើងអាចញ៉ាំបានយើងអាចយកផ្លែវាហ្នឹងទៅស្លម្ជូរបានណាហើយអញ្ចឹងទេវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់តែឥឡូវក្មេងៗមកមើលច្រើនណាហើយតើណាអូនហ្នឹងដល់ហើយគេខ្មុំក្មេងៗមករកខ្មុំបានទេមានឃើញទេនោះណាថ្ងៃហ៎ចឹងម្ដុំនេះមានទេឥឡូវដើររមមើលខែលោមានប្រាប់ពូណាអញ្ចឹងកំពុងតែធ្វើវីដេអូដើមភ្នំភ្នែងមានក្មេងៗ 4-5 នាក់អីអានោះមានដំបងអានោះមានកបិតទៀតអូនេះអត់បានទេក្មេងៗសុកសែតែកាប់គ្មានបណ្ដៃទេណាមែនទេគាត់រកខ្មុំឯពុកម៉ែបងប្អូនណាហើយទេបើតំបន់ខ្ញុំដូចជាមិនមានទេខ្មុំហើយនៅតំបន់គាត់មករកខ្មុំណាបាទហើយអញ្ចឹងទេក៏ណាចុងក្រោយនេះក៏ថតពួកគាត់បន្តិចទៅដោយសារឃើញពួកគាត់មករកខ្មុំណាអរគុណម្ដងទៀតណាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងនៅពេលនេះខ្ញុំក៏សូមជម្រាបលាប៉ុណ្ណឹងសិនហើយយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលា